បាទបងប្អូននេះក៏ចាប់ផ្ដើមដាក់គ្រឿងក្នុងជ្រូកមានកលៀនមានពោះហ៊ុនមានកំពែងអញ្ចឹងទៅបងប្អូនបាទចាប់ផ្ដើមដាក់លាងទឹកសម្អាតដែរបងប្អូនបាទហ្នឹងហើយបងប្អូនបាទចាប់ផ្ដើមលាងទឹកសម្អាតដែរក៏លាងច្រើនទឹកដែរបងប្អូនលាងហើយចាក់វិញហើយក៏ដាក់អំបិលបាទដាក់អំបិលដើម្បីកាត់ចាក់កាត់ជាតិឈាមដើម្បីឲ្យជ្រះល្អអញ្ចឹងដើម្បីហូរទៅកុំឲ្យមានធំក្លិនឆ្អាបអញ្ចឹងបងប្អូនបាទលាងច្រើនទឹកបងប្អូនបាទលាងគេជ្រោកលាងតែខ្ញុំថតកាត់អញ្ចឹងបងប្អូនបាទដោយសារមកទៅវាវែងពេកចឹងហើយនេះក៏បានដាំទឹកឲ្យបងប្អូនបាទហើយមានគល់លក្រៃលក្រូចខ្ទឹមដែងអីចឹងទៅបាទដើម្បីដាក់ស្ងោរពោះជ្រូកយើងអញ្ចឹងបងប្អូនបាទហើយនេះក៏ដាក់ខ្ទឹមចាប់ផ្ដើមដាក់ខ្ទឹមដាក់អីចឹងដើម្បីឲ្យពុះហើយនេះហើយទឹកពុះហើយក៏យកបាទគ្រឿងក្នុងជ្រូកមានកពែងកលៀនជ្រូកហើយនឹងពោះហ៊ុនហ្នឹងដាក់ចូលទៅក្នុងផ្ទះរបស់ខ្ញុំទៅហើយទឹកកំប៉ុងទឹកពុះហើយដាក់គ្របវាបាទដើម្បីឲ្យវាឆ្អិនបាទនេះក៏រៀបចំបន្លែបាទរៀបចំបន្លែរៀបចំអីហើយក៏នេះមើលពោះជ្រូកយើងថារៀងចិត្តឆ្អិនហើយនៅចាប់ផ្ដើមដាក់ប៊ីចេងដាក់អំបិលអញ្ចឹងបងប្អូនហើយក៏មើលវាចិត្តឆ្អិនហើយនៅបាទហើយក៏ងាកមកបុកទឹកត្រីក៏កង់បុកអំបិលបុកម្ទេសចឹងទៅដើម្បីធ្វើជាទឹកត្រីក៏កង់ជ្រលក់បាទពោះជ្រូកបងប្អូនហើយនេះក៏ដាក់ប៊ីចេងដាក់ស្ករសអញ្ចឹងទៅបងប្អូនបាទនេះប៊ីចេងស្ករសហើយបាទហើយក៏ដាក់ទឹកត្រីអញ្ចឹងទៅបងប្អូនបាទលាយវាដើម្បីឲ្យមានរសជាតិឆ្ងាញ់ទៅតាមចិត្តចង់ចឹងចង់ដាក់ហើយទាំងប្រៃដាក់ទឹកត្រីច្រើនតិចទៅបាទនេះក៏ជាបាយក្រូចឆ្មាបាទបន្ថែមរសជាតិមានជូរប្រៃហឹរចឹងទៅដើម្បីឲ្យមានរសជាតិឆ្ងាញ់ច្រឡក់ជាមួយនឹងពោះជ្រូកបាទហើយក៏កមើលទៅភ្លក់ផងឲ្យផងដើម្បីឲ្យដឹងថារសជាតិឆ្ងាញ់នៅចឹងបាទហើយនេះពោះជ្រូកខ្ញុំក៏បានឆ្អិនហើយបន្ទាប់ពីនឹងហើយក៏មានតែដាំបាយហ្នឹងឯងបងប្អូនបាទដោយសារយើងកាលមុនធ្វើតែម្ហូបតែមិនដែលថតជាវីដេអូដាំបាយបងប្អូនណាក៏ចេះដាំបាយដែរបងប្អូនបាទតែនេះដោយសារយើងធ្វើដើម្បីបានត្រូវជាមួយនឹងដាំបាយបាទហើយធម្មតាថាធ្វើម្ហូបក៏ត្រូវដាំបាយបងប្អូនណាបាទអញ្ចឹងហើយថតជាវីដេអូកាត់ដើម្បីចែកជូនទស្សនាបាទឲ្យបងប្អូនទស្សនាហើយនឹងទស្សនាខ្លួនឯងដែរអញ្ចឹងបងប្អូនបាទហើយក៏រីករាយអារម្មណ៍ទស្សនាជាមួយខ្ញុំទាំងអស់គ្នាបាទនឹងឲ្យបងប្អូនបាទបងប្អូនណាក៏ចេះដាំបាយដែរតែនេះដោយសារថតជាវីដេអូដើម្បីឲ្យបានសពគ្រប់ចឹងណាបាទមានដាំបាយមានធ្វើម្ហូបចឹងទៅបាទនឹងអរគុណច្រើនបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់បាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងហើយសូមតាមដានទស្សនាវីដេអូក្រោយៗបន្តទៀតបងប្អូនណាបាទអរគុណច្រើនបងប្អូនបាយបាយសុខសប្បាយទាំងអស់គ្នាបាទអរគុណច្រើនបាទ